ខគោទឹកដូងលើកមុនខ្ញុំបានផុសធ្វើខគោនឹងហើយក៏មានមិត្តភក្តិខ្ញុំម្នាក់គាត់ប្រាប់ខ្ញុំថាគាត់មើលវីដេអូខ្ញុំហើយគាត់ធ្វើតាមគាត់ថាមានអីធ្វើហូបកើតតើបច្ចៈគាត់មិនមែនមនុស្សស្រីណាគាត់ប្រុសអញ្ចឹងមិនថាសម័យឥឡូវនេះមិនថាមនុស្សប្រុសមនុស្សស្រីទេក៏អាចធ្វើម្ហូបបានដែរឲ្យតែយើងចង់ចេះចង់ធ្វើពិតប្រាកដពីមុនខ្ញុំក៏យល់ថាមុខម្ហូបមួយនេះប្រហែលជាពិបាកធ្វើហើយមើលទៅប៉ុន្តែតាមពិតមិនដូចយើងគិតសោះគ្រឿងផ្សំគឺតិចមែនទែនហើយងាយស្រួលធ្វើទៀតប៉ុន្តែវារៀងចំណាយពេលយូរបន្តិចគឺយើងត្រូវការរំងាស់សាច់ឲ្យផុយលើកនេះខ្ញុំធ្វើខុសពីលើកមុនបន្តិចដោយខ្ញុំប្រើទឹកដូងយកមកខហើយចំណែកឯសាច់វិញគឺលើកនេះខ្ញុំប្រើសាច់កភួនសាច់ស្រួយសាច់ដែលគេយកទៅដាក់កាទៀវចំណែកឯគ្រឿងផ្សំផ្សេងៗនិងរបៀបធ្វើគឺយើងធ្វើដដែលដូចមុនទេហើយបើសិនជាបងប្អូនចង់ថែមសរសៃកែងទៀតក៏បានដែរក៏ឆ្ងាញ់ដែរនឹងតាមចំណូលចិត្តរបស់បងប្អូនអរគ្នាណាខ្ញុំរកដាក់ដែរគេមុននឹងប៉ុន្តែខ្ញុំរកទិញអត់បានដោយសារអត់ល្អអញ្ចឹងក៏ខ្ញុំប្រើតែសាច់គោជាមួយនឹងផាត់សាច់គោនឹងដដែលទៅយើងធ្វើខ្លួនឯងអញ្ចឹងអស់លុយតិចហើយយើងហូបបានគ្នាច្រើនហូបបានពេញផ្ទះថ្លៃចំណាយគឺយើងចំណាយអស់ច្រើនជាងគេតែសាច់គោទេក្រៅពីនឹងសាច់គ្រឿងអស់លុយតិចពេកបុកទេបើបងប្អូនអត់ធ្លាប់ដែរធ្វើទេអាចសាកល្បងធ្វើបានកិច្ចការអីក៏ដោយបើយើងអត់ទាន់ចាប់ដើមយើងក៏បានគិតថាពិបាកក៏បានគិតថាយើងធ្វើអត់កើតយើងអាចសាកល្បងមើលបានសំខាន់លើគោលចំហនិងការតាំងចិត្តរបស់យើងទេហើយខុសត្រូវអីយើងអាចកែតម្រូវតាមក្រោយបានទេឥឡូវហ្នឹងខគោខ្ញុំឆ្អិនហើយផាត់ហ្នឹងគឺយើងដាក់ចុងក្រោយគេយើងទុកឲ្យតែបំពុះយើងអាចដាក់ចុះយកទៅហូបបានអរគុណបងប្អូនអរគ្នាចំពោះការមើលវីដេអូចំពោះការខមមិនចំពោះការ like ចំពោះការ share ចំពោះការឲ្យបេះដូងអរគុណ